លោកអភិបាលអូលីវីស្មីតហាស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញចូលរួមពិធីនមស្ការចម្រើនព្រះបារិទ្ធធ្វើសមាធិនិងប្រកាសសច្ចកិរិយាសុំសន្តិភាពសម្រាប់ប្រទេសកម្ពុជាពិធីនេះបានប្រារព្ធធ្វើនារសៀលថ្ងៃទី29ខែធ្នូឆ្នាំ2024ដែលជាទិវាសន្តិភាពកម្ពុជាលើកទី27នៅវត្តតុំសង្កាត់ប្រការក្រៅក្រុងដូនកែវពិធីដ៏មានអត្ថន័យនេះប្រារព្ធធ្វើឡើងក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមេគុណខេត្តទាំងពីរគណៈរួមមានព្រះមង្គលទិត្យលោករាំងសីកែវសាវ័នព្រះមេគុណខេត្តតាកែវគណៈមហានិកាយព្រះមហាវីរៈវង្សាចារ្យជ្រិនសិទ្ធិព្រះមេគុណខេត្តតាកែវគណៈធម្មយុត្តកនិកាយនិងឯកឧត្តមវីសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវដែលបានសាងភ្នោះក្នុងពិធីនេះដែរក៏មានរៀបចំពិធីបាំងផ្គោលយ៉ាងគ្រប់គ្រួសារដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិមុខនៃសង្គ្រាមតាមព្រំដែនកម្ពុជាថៃព្រឹត្តិការណ៍សាសនានេះមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃមកពីស្រុកទាំង10មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងបងប្អូនពុទ្ធបរិស័ទសរុបប្រមាណ3838អង្គនាក់ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពនិងការស្រឡាញ់សន្តិភាពដែលជាគ្រឹះនៃការអភិវឌ្ឍជាតិបាទថ្ងៃនេះដែលជាថ្ងៃទី29នៅក្នុងខែ12នៅប្រទេសកម្ពុជាយើងគោរពជីវិតសន្តិភាពនិងតាមខេត្តនានាមានបុណ្យសួងសម្រាប់សុខសន្តិភាពនិងជាពិសេសនេះខ្ញុំនៅដល់វត្តតុំដែលជាវត្តដែលនៅក្នុងជ្រុំខេត្តតាកែវដែលបានរៀបចំកម្មវិធីដឹកនាំដោយមេគុណខេត្តរួមជាមួយព្រះសង្ឃជាង1200អង្គនិងប្រជាជនគ្រប់ឋានៈនៅក្នុងខេត្តតាកែវពីអភិបាលខេត្តមន្ទីរនានាកាន់ស្រុកភូមិឃុំប្រជាជនយាយតាសិស្សានុសិស្សដែលបានចូលរួមដើម្បីសូត្រធម៌ដើម្បីបួងសួងសូមសន្តិភាពសម្រាប់ប្រទេសកម្ពុជារបស់យើងនិងដើម្បីនឹករលឹកដល់វិញ្ញាណក្ខន្ធរបស់ទាំងទាហានប្រជាជនដែលបានទទួលមរណភាពដូច្នេះថ្ងៃនេះខ្ញុំបានរួមភើបចូលរួមជាមួយព្រះសង្ឃជាង1000អង្គនិងរួមគ្នាយើងបន្តទូលអង្គដើម្បីឲ្យសន្តិភាពទៅជាសន្តិភាពស្ថិតស្ថេរជាដរាបដើម្បីណែនាំឲ្យប្រទេសយើងរួមរស់នៅក្នុងអំណរសាជាថ្មីដែលជាសុខដុមរមនាសម្រាប់យើងដូច្នេះខ្ញុំនិយាយម្ដងទៀតអរគុណសន្តិភាព